បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយបងប្អូនបាទហ្នឹងហើយពីរបៀបព្រួតពិនិត្យឡានមុនយើងចេញដំណើរទៅឆ្ងាយទៅជិតហ្នឹងហើយបាទឡានខ្ញុំគឺប្រភេទ Toyota Matrix បងប្អូនបាទហើយឥឡូវយើងមុននឹងចេញដំណើរទៅឆ្ងាយឬក៏ទៅជិតយើងត្រូវពិនិត្យមើលទឹកម៉ាស៊ីនសិនបាទឥឡូវខ្ញុំបើកកាំបទឹកទៅខ្ញុំច្បាច់ទៅយកទៅលើហ្នឹងហើយទឹកវាមានស្ទើបងប្អូនបាទអញ្ចឹងខ្ញុំទៅយកទឹកថែមបងប្អូនហើយចំពោះឡានខ្ញុំនេះគឺខ្ញុំប្រើទឹកខូលៀនបងប្អូនខ្ញុំអត់ប្រើទឹកធម្មតាទេបងប្អូនបាទហើយហ្នឹងហើយបាទទឹកកាឈូនេះគឺទឹកខូលៀនបងប្អូនទឹកស្អំម៉ាស៊ីនឡានណាអញ្ចឹងហើយឡានខ្ញុំគឺខ្វះទឹកខ្វះតិចដែរទេបងប្អូនបាទតែខ្ញុំថែមឲ្យវាគ្រប់អញ្ចឹងណាបងប្អូនបាទហ្នឹងហើយបាទបងប្អូនបាទឥឡូវខ្ញុំយកកំបោហើយយើងថែមទឹកយើងថែមពេលដែលម៉ាស៊ីនត្រជាក់អត់តាន់ប្រឆេះអញ្ចឹងយើងបើកកំបោធុងទឹកបានបងប្អូនបាទហើយយើងថែមទៅថែមឲ្យវាមកគ្រប់វិញទៅបងប្អូនបាទហ្នឹងហើយបើសិនជាម៉ាស៊ីននឹងពងតែឆេះអញ្ចឹងយើងកុំបើកកំបោធុងទឹកយើងគួរបើកធុងកំបោធុងសកួរបាទធ្វើដូចខ្ញុំទៅបាទយើងពេលម៉ាស៊ីនក្តៅពងឆេះយើងបើកកំបោយើងបើកធុងសកួរទៅហើយអាធុងកំបោធុងជាប់ម៉ាស៊ីនទៅយើងកុំបើកបងប្អូនបាទដោយសារពេលដែលយើងបើកទៅពេលដែលម៉ាស៊ីនពងឆេះយើងបើកធុងកំបោធុងទុកទៅវាអាចនឹងផ្ទុះបងប្អូនបាទផ្ទុះឡើងលើអញ្ចឹងណាបងប្អូនដោយសារទឹកវាពងក្តៅអញ្ចឹងណាបងប្អូនបាទឥឡូវខ្ញុំថែមទឹកហើយខ្ញុំគ្របចូលវិញបាទនេះគឺធុងសកួរបងប្អូនបាទធុងសកួរហ្នឹងបាទហ្នឹងហើយមួយយ៉ាងទៀតគឺយើងត្រូវមើលប្រេម៉ាស៊ីនទីថាយើងត្រូវចោះខេតយើងត្រូវប្រឌិតមើលប្រេម៉ាស៊ីនបាទឥឡូវនេះគឺខ្ញុំហ្នឹងហើយខ្ញុំដកម៉ាកេមកហើយជូតกระดาษជូតមកឲ្យស្អាតទៅហើយយើងញុកចូលកន្លែងប្រេម៉ាស៊ីនវិញទៅយើងមើលម៉ាកេវាបងប្អូនបាទឥឡូវគឺខ្ញុំមើលម៉ាកេប្រេម៉ាស៊ីនខ្ញុំគឺគ្រប់ហើយបងប្អូនបាទហ្នឹងហើយគឺយើងមើលតែប៉ុណ្្នឹងទេបងប្អូនបាទហ្នឹងហើយនឹងយើងមើលកង់ទាំង4ទៅកង់ឡានយើងទាំង4មានធូរមួយណាយើងគួរថ្លឹងកង់ឲ្យស្មើគ្នាបងប្អូនបាទចំពោះឡានជាដូចកូឡា03ទៅតាមម៉ាទ្រិកឯងម៉ាស៊ីនមានតែមួយបងប្អូនតែយើងខ្យល់ខ្ញុំប្រើ3គីឡូទាំង4កង់ណាបងប្អូនហើយអ្នកខ្លះក៏គាត់អត់សូវមានគ្នាច្រើនគាត់ប្រើតែ2គីឡូកន្លះទេបាទហើយនេះយើងមើលមកជុំក្នុងម៉ាស៊ីនហ្នឹងបាទយើងមើលប្រេងចកោតប្រេងប្រអប់លេខអញ្ចឹងណាបងប្អូនបាទប្រេងប្រាំងម៉ាស៊ីនវាមានគ្រប់វាមានខ្វះអីមួយគឺយើងត្រូវតែធ្វើពិនិត្យឲ្យហើយបងប្អូនបាទហ្នឹងហើយយើងត្រូវតែធ្វើពិនិត្យមើលឲ្យហើយទៅបងប្អូនបាទហ្នឹងហើយជិះពីងពេលដែលយើងចោះខេតទៅវាខូច error អត់ឆេះអីចឹងណាបងប្អូនបាទអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទសូមអរគុណច្រើនបងប្អូនដែលបានទស្សនាជួបគ្នានៅវីដេអូថ្មីបន្តទៀត